ស្នៀតសក់នេះស្អាតណាស់សាក់ទីមើលថាអ្នកណាជាអ្នកជូនវានេះគឺព្រះម្ចាស់ជាអ្នកប្រទានមកមែនទេមីនាងអ្នកពិតជាគួរឲ្យស្រឡាញ់មែននាងអ៊ូសុខសប្បាយជាងមុនហើយឬនៅជាសះស្បើយហើយព្រះអង្គម្ចាស់អីចឹងស្នៀតសក់ដែលខ្ញុំឲ្យអ្នកយកទៅជូនតើបានជូនដល់ដៃហើយឬនៅមិនត្រឹមតែជូនដល់ដៃប៉ុណ្ណោះទេលើសពីនេះទៀតខ្ញុំថែមទាំងបង្កើតឱកាសឲ្យអ្នកទាំងពីរបានជួបគ្នាម្ដងទៀតផងព្រោះនាងមិនបានស្មានសោះថាជាអ្នកជូនពីព្រះអង្គនាងគិតថាជាព្រះបតាអធិរាជជាអ្នកប្រទានឲ្យអីចឹងនាងចូលចិត្តទេចូលចិត្តណាស់ដូច្នេះព្រះអង្គគួរតែទៅប្រាប់នាងដោយផ្ទាល់ទោះនាងមិនដឹងក៏មិនអីដែរឲ្យតែនាងពេញចិត្តវាគ្រប់គ្រាន់ហើយនាងអូសូមគោរពលោកស្រីសាងកុងសូមអបអរសាទរនាងអូព្រះម្ចាស់ក៏ហៅអ្នកទៅគេងបម្រើនៅរាត្រីនេះសូមរៀបចំខ្លួនឲ្យរួចរាល់ផងលោកស្រីសាងកុងរបួសលើខ្លួនមីនាងនៅមិនទាន់ជាសះស្បើយទេបើទៅបម្រើពេលនេះខ្លាចថានឹងជាការមិនគោរពដ៏ធំមីនាងមិនហ៊ានទេនាងអូអ្នកគិតច្បាស់ហើយឬនៅឱកាសទទួលព្រះករុណានេះបើបោះបង់ចោលហើយប្រហែលជាលែងមានលើកទី2ទៀតហើយនាងអូអ្នកពិតជាពិសេសមែនអីចឹងសូមសម្រាកឲ្យបានល្អចុះការសម្រេចចិត្តនេះតើត្រឹមត្រូវឬខុសប្រហែលជាខ្ញុំបានបាត់បង់ឱកាសលាងជម្រះភាពយុត្តិធម៌និងឱកាសឡើងដល់កម្ពូលក្នុងមួយជំហានប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីទេនៅក្នុងចិត្តមានសម្លេងមួយប្រាប់ថាខ្ញុំមិនចង់ទៅទេព្រះអង្គម្ចាស់ចិនយប់នេះព្រះម្ចាស់បានកោះឲ្យនាងអ៊ូទៅគេងបម្រើចុះទៅចុះបាទព្រះអង្គម្ចាស់ចាស់ខ្ញុំសូមលាចាកចេញមកបានហើយព្រះអង្គម្ចាស់រឿងសេះក្នុងពេលប្រមាញ់ស្នាមភស្តាងត្រូវបានលុបបំបាត់យ៉ាងស្អាតប៉ុន្តែទូបង្គំយោថារឿងនេះពាក់ព័ន្ធនឹងព្រះអង្គម្ចាស់វៃជាជាមិនខានខ្ញុំដឹងថាបងទី4មានបំណងដណ្ដើមរាជតែមិនដែលគិតសោះថាគាត់ចង់សម្លាប់ខ្ញុំដល់ថ្នាក់នេះនៅពេលគាត់ដកដាវចេញហើយខ្ញុំក៏មិនអង្គុយរងចាំសេចក្តីស្លាប់ដែរគម្រោងកែលម្អដីធ្លីរបស់ព្រះអង្គទទួលបានការពេញព្រះទ័យយ៉ាងខ្លាំងសង្គ្រាមធំជិតមកដល់ហើយព្រះអង្គក៏បានស្ម័គ្រចិត្តចេញសតិបើសង្គ្រាមនេះទទួលជ័យជំនះនឹងគ្មាននរណាអាចប្រៀបធៀបនឹងព្រះអង្គបានទៀតឡើយជីយ៉ានឈីយានការចេញសឹកលើកនេះកិច្ចការក្នុងជំរំទ័ពសូមផ្ញើជូនអ្នកយើងសុខចិត្តបម្រើព្រះអង្គអស់ពីចិត្តព្រះអង្គម្ចាស់មានដំណឹងពីក្នុងវាំងមកនាងអ៊ូនឹងទៅគេងបម្រើនៅរាត្រីនេះស្ដេចនេះសូមលើកពេញជូនអ្នកទាំងពីរព្រះអង្គម្ចាស់សូមអញ្ជើញនាងអូយប់មិញតើមានរឿងអ្វីកើតឡើងពិតប្រាកដព្រះរាជបញ្ជាឲ្យចូលគេងបម្រើត្រូវបានចេញហើយសោះហេតុអ្វីបានជាស្រាប់តែបដូរទៅវិញនាងអ៊ូបានខកខានឱកាសដ៏ល្អបែបនេះក្នុងវាំងនេះការដឹងរឿងច្រើនពេកមិនមែនជារឿងល្អឡើយអ្នកមិនសោកស្ដាយបន្តិចសោះប្រកាសជាមានមនុស្សក្នុងចិត្តហើយក្មេងស្រីតូចឯងនេះហើយអ្នកខ្លះនោះបានឮថាព្រះម្ចាស់សំបីតែមើលមួយភ្នែកក៏ខ្ជិលមើលហើយក៏ដកព្រះរាជបញ្ជាវិញភ្លាមបងស្រីអ៊ីងកុំថាទៀតអីអ្នកខ្លះខំប្រឹងចូលចិត្តព្រះម្ចាស់ធ្វើជាអ្នកបម្រើចិត្តខាងអស់រយៈពេលយូរទីបំផុតបរាជ័យទាំងស្រុងយើងគុំទៅរយអំបិលលើរបួសគេអីប្រសើរជាងខ្ញុំពិតជាមិនអាចចាប់យកឱកាសបានតែអ្នកខ្លះវិញសូម្បីតែឱកាសក៏មិនដែលមានផង
ថ្ងៃនេះមកជួបលោកនាងគឺមានរឿងសំខាន់ចង់សុំជំនួយនិយាយមកចុះកុំអៀនអន់អីខ្ញុំតែងតែមិនសូវចាប់អារម្មណ៍លើកិត្តិយសមិនដែលប្រកួតប្រជែងជាមួយបងទី4ទេមិននឹកស្មានថាខ្ញុំនៅតែជាបន្លាក្នុងភ្នែករបស់គាត់ជាបន្លាក្នុងសាច់របស់គាត់ពេលនេះខ្ញុំមានតែដណ្ដើមបានតំណែងរាជទាយាប៉ុណ្ណោះទើបមានឱកាសរស់រានបន្តសូមលោកមីជួយខ្ញុំមួយដៃផងរាជទាយាគឺជាអ្នកស្នងរាជនៃមហាថាងការគ្រប់គ្រងប្រទេសមិនមែនជារឿងងាយឡើយព្រះអង្គគុំម្ចាស់ចិនប្រសិនបើថ្ងៃមុខទ្រង់ឡើងសោយរាជតើនឹងគ្រប់គ្រងមហាថាងយ៉ាងដូចម្ដេចលោកមាបានជួយព្រះបតាអស់ជាង20ឆ្នាំបានសាងគុណបំណាច់ដ៏ធំធេងដល់មហាថាងទោះខ្ញុំមិនអាចប្រៀបនឹងព្រះបតាបានប៉ុន្តែបើបានការណែនាំពីលោកមាខ្ញុំគិតថាខ្ញុំក៏អាចក្លាយជាព្រះមហាក្សត្រដ៏ល្អមួយអង្គបានដែរខ្ញុំពិតជាមិនបានមើលមនុស្សខុសទេបើព្រះអង្គគុំម្ចាស់ចិនស្នងរាជប្រកាសជាព្រះមហាក្សត្រដ៏ឆ្លៀសវៃមួយអង្គសូមអរគុណលោកមាព្រះអង្គគុំម្ចាស់រៀបចំផែនការបានល្អហើយទទួលបានការគាំទ្រពីចាងស៊ុនអូជីតែចាងស៊ុនអូជីមិនមែនជាមនុស្សសាមញ្ញទេប៉ុន្តែព្រះបដាជឿទុកចិត្តលោកមាបំផុតការដណ្ដើមរាជបល្ល័ង្កគាត់គឺជាចំណុចសំខាន់បំផុតទោះផ្លូវខាងមុខពោពេញដោយគ្រោះថ្នាក់ខ្ញុំក៏ត្រូវតែបន្តទៅមុខដោយមិនងាកក្រោយហើយនាងអូនោះហាក់ដូចជាមានទំនាក់ទំនងជាច្រើនជាមួយព្រះអង្គគុំចាស់វេការព្រះអង្គជួបគ្រោះថ្នាក់ពិសេសនាងបានជួយយ៉ាងទាន់ពេលខ្ញុំខ្លាចថាវាមិនមែនជារឿងចៃដន្យឲ្យទេដឹងហើយខ្ញុំជឿថានាងមិនពាក់ព័ន្ធនឹងរឿងនេះទេទូលបង្គំគ្រាន់តែបារម្ភប៉ុណ្ណោះពីមុនព្រះអង្គមិនសូវនិយាយច្រើនបែបនេះទេបាទបន្ទាប់ពីយប់មិញមនុស្សក្នុងវាំងមើលអ្នកដូចជាមនុស្សចម្លែកពួកគេកំពុងនិយាយគ្នាថាតើអ្នកនឹងសោកស្ដាយឬទេមានតែគម្ពីរនៅក្នុងដៃរបស់អ្នកប៉ុណ្ណោះដែលអាចផ្ដល់ភាពស្ងប់ស្ងាត់ឲ្យអ្នកក្នុងភាពចលាចលនេះគឺអ្នកតើការចូលចិត្តព្រះអង្គម្ចាស់ចិនមានគោលបំណងអ្វីមើលទៅមិនមែនគាត់បញ្ជូនអ្នកមកទេអ្នកមិនខ្លាចស្លាប់ទេខ្លាចប៉ុន្តែនៅក្នុងវាំងនេះការរស់នៅគួរឲ្យខ្លាចជាងការស្លាប់ទៅទៀតកុំធ្វើពុតទៀតអីការនៅទីលានសេះអ្នកសង្គ្រោះបានយ៉ាងក្លាហានវាមិនដូចជាស្ត្រីធម្មតាឡើយនិយាយមកផែនការលាក់កំបាំងរបស់អ្នកជាអ្វីខ្ញុំគ្មានផែនការអ្វីឡើយព្រះអង្គគុំចាស់វៃមកហើយប្រញាប់លាក់ខ្លួនទៅនាងអូសូមគោរពព្រះអង្គគុំចាស់វេខ្ញុំនៅមិនទាន់បានអបអរសាទរនាងអ៊ូនៅឡើយទេដែលទទួលបានព្រះមហាករុណាសូមអរគុណព្រះអង្គគុំចាស់លាក់ទុកប្រវត្តិសាស្ត្រក្នុងសួននារីនាងអូគំនិតផ្ទុយពីទម្លាប់របស់អ្នកពិតជាធ្វើឲ្យខ្ញុំកោតសរសើរមែនព្រះម្ចាស់បានមានបន្ទូលថាយកទង់ដែងធ្វើជាកញ្ចក់អាចកែសម្រួលសម្លៀកបំពាក់បានយកប្រវត្តិសាស្ត្រធ្វើជាកញ្ចក់អាចដឹងពីការរីកចម្រើននិងការដួលរលំខ្ញុំគ្រាន់តែរៀនតាមព្រះម្ចាស់ប៉ុណ្ណោះតើអ្នកដឹងទេបើមិនមែនថ្ងៃនោះអ្នកបំផ្លាញផែនការរបស់ខ្ញុំព្រះអង្គម្ចាស់ចិននឹងរងរបួសធ្ងន់រួចទៅហើយបាត់បង់សិទ្ធិប្រកួតប្រជែងតំណែងរាជទាយាទជាមួយខ្ញុំនាងអូតើអ្នកថាខ្ញុំគួរអរគុណអ្នកបែបណាព្រះអង្គគុំម្ចាស់ព្រះអង្គយល់ច្រឡំហើយយល់ច្រឡំថាអ្នកចង់បោះបង់ម្ចាស់ឬយល់ច្រឡំថាអ្នកបានបំផ្លាញផែនការរបស់ខ្ញុំព្រះអង្គគុំម្ចាស់នៅថ្ងៃនោះនៅទីលានសេះខ្ញុំបានជួយព្រះអង្គគុំម្ចាស់ចិនដោយចៃដន្យឲ្យប៉ុណ្ណោះគ្មានគំនិតផ្សេងឡើយដូច្នេះមានន័យថាអ្វីដែលអ្នកបានធ្វើថ្ងៃនោះគឺធ្វើដោយអចេតនាបើខ្ញុំដឹងថាព្រះអង្គមិនពេញចិត្តខ្ញុំពិតជាមិនលូកដៃចូលជ្រៀតជ្រែកទេលើកនេះតែម្ដងនិងមិនមានលើកក្រោយទៀតទេនេះជារង្វាន់សម្រាប់អ្នកថ្នាំយូកែវអាយុកាលចាស់ពិតជាមានតម្លៃខ្លាំងណាស់ក្នុងចំណោមប្រជាជនមានថ្នាំមួយឈ្មោះយូរងកៅមានប្រសិទ្ធភាពខ្លាំងលើស្នាមរបួសគួរឲ្យស្ដាយវាបាត់បង់រូបមុនទៅហើយអូមែនហើយឆាប់នេះខ្ញុំនឹងអំព្រះបតាចេញទៅសឹកខ្ញុំសង្ឃឹមថាពេលខ្ញុំត្រឡប់មកវិញអ្នកនៅរស់រានមានជីវិតចេញមកចុះ
គាត់ទៅហើយអរគុណដែលថ្ងៃនេះជួយខ្ញុំក៏ធ្វើដើម្បីខ្លួនឯងដែរបើខ្ញុំស្លាប់ហើយព្រះអង្គម្ចាស់វេរកឃើញអ្នកខ្ញុំក៏រស់មិនបានដែរប៉ុន្តែអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គម្ចាស់វេពុបហេតុដ៏ធំរបស់ព្រះអង្គមិនអាចឲ្យអ្នកបំផ្លាញបានឡើយមិនអាចទេព្រះអង្គម្ចាស់ចិនធ្វើម៉េចបានជាមានអ្នកក្រោមបង្កប់ល្ងងបែបអ្នកអ្វីដែលខ្ញុំនិយាយមុននេះគឺដើម្បីបន្លំភ្នែកព្រះអង្គម្ចាស់វេស្ដាប់តែពាក្យខាងក្រៅប៉ុណ្ណោះមិនល្ងងទេមុននេះអ្នកក៏បានរើសហើយខ្ញុំជួយព្រះអង្គម្ចាស់ចិនមិនមែនជាការរៀបចំរបស់ព្រះអង្គម្ចាស់វេទេបើខ្ញុំស្រឡាញ់ជីវិតខ្លួនឯងហើយអ្វីត្រូវប្រថុយបំផ្លាញផែនការរបស់គាត់ចុះអ្នកវិញតបស្នងគុណដោយការធ្វើបាបអ្នកមានគុណអ្នកហ៊ាននិយាយថាការចូលចិត្តព្រះអង្គម្ចាស់ចិនគ្មានផលប្រយោជន៍ផ្ទាល់ខ្លួនសំបីបន្តិចទេអ្នកណាក៏មានចិត្តគិតដល់ខ្លួនឯងខ្លះដែរផលប្រយោជន៍របស់ខ្ញុំគ្រាន់តែសង្ឃឹមថាព្រះអង្គម្ចាស់ចិននឹកឃើញគុណដែលខ្ញុំធ្លាប់ជួយហើយផ្ដល់ការការពារដល់ខ្ញុំប៉ុណ្ណោះបើមិនទេឥឡូវមនុស្សរបស់ព្រះអង្គម្ចាស់វេនឹងរកឃើញហើយបើថ្ងៃក្រោយអ្នកហ៊ានធ្វើបាបព្រះអង្គម្ចាស់ចិនខ្ញុំនៅតែសម្លាប់អ្នកដដែលព្រះអង្គម្ចាស់ទោះដែលព្រះអង្គដាក់ទណ្ឌកម្ម50ដំបងខ្ញុំបានទទួលរួចហើយតើអ្នកដឹងខ្លួនថាខុសហើយឬនៅទោះព្រះអង្គចង់ប្រហារជីវិតខ្ញុំក៏ដោយខ្ញុំនៅតែមានពាក្យចង់និយាយគ្រាន់តែដោយសារនាងមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះអង្គម្ចាស់វេព្រះអង្គគួរតែឃ្លាតឆ្ងាយពីនាងគ្រាន់តែត្រូវបងទី4ប្រើប្រាស់ប៉ុណ្ណោះកុំបោកបញ្ឆោតខ្លួនឯងទៀតឥឡូវនាងបានជួយព្រះអង្គតាមទម្លាប់របស់ព្រះអង្គម្ចាស់វេគាត់គួរតែសម្លាប់នាងទៅហើយប៉ុន្តែពេលនេះគាត់មិនត្រឹមតែមិនសម្លាប់នាងទេថែមទាំងខិតខំស្វែងរកថ្នាំយូរ៉ុងកៅមកឲ្យនាងទៀតបង្ហាញថាព្រះអង្គម្ចាស់វេចំពោះនាងប្រហែលដូចដែលអ្នកនិយាយបងទី4ចំពោះនាងពិតជាខុសពីអ្នកដទៃប្រហែលជាសម្រាប់ពួកយើងវាអាចជារឿងល្អក៏ថាបានលោកអនុខេណេលីងចៃដន្យមែនទែនចាំពាក្យដែលខ្ញុំនិយាយថ្ងៃនោះផងកុំភ្លេចឲ្យសោះបើនាងមិនអីទេខ្ញុំសូមលាចាកថ្នាំយូរ៉ុងកៅនេះអ្នកមីងត្រូវប្រើព្រឹកល្ងាចជាប្រចាំវាអាចជួយឲ្យអ្នកមីងឆាប់ត្រឡប់ទៅសម្រស់ដើមវិញមិននឹកស្មានថាព្រះអង្គម្ចាស់វេដែលចិត្តត្រជាក់នឹងចូលចិត្តកញ្ញានឹងស្វែងរកបានថ្នាំយូរ៉ុងកៅដ៏កម្រនេះសម្រាប់អ្នកគាត់ចំពោះអ្នកមីនាងមើលឆាប់ខ្ពស់ណាស់មីនាងអ្នកថាត្រូវធ្វើយ៉ាងណាទើបមនុស្សល្ងងនោះស្រឡាញ់ខ្ញុំមនុស្សល្ងងនោះជាអ្នកណាមិនប្រាប់អ្នកទេក្មេងស្រីតូចឯងនេះនៅជាមួយខ្ញុំហើយនៅគិតដល់អ្នកផ្សេងទៀតមនុស្សល្ងងនោះពិតជាមានសំណាងមានមនុស្សម្នាក់នឹកគាត់គ្រប់ពេលវេលាមីនាងមើលឆាប់ហើយអ្វីមេឃស្រាប់តែប្រែប្រួលបែបនេះគ្មានព្រះអាទិត្យនៅលើមេឃទេប៉ុន្តែបែរជាមើលឃើញផ្កាយមួយទីនេះគ្រោះថ្នាក់ណាស់តើវាកំពុងបង្ហាញសញ្ញាអ្វីមួយឬ